អ្នកខ្លំមើលនិយាយថាបើកិច្ចសហការសមយុទ្ធនាមាសកម្ពុជាចិនដើរហួសគោលការណ៍អព្យាក្រឹតនោះមិនមែនដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជានោះទេប៉ុន្តែគឺជាការនាំគ្រោះដល់កម្ពុជាខ្លួនឯងទៅវិញអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេសុជាតិបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាបើអាមេរិកមើលឃើញថាកម្ពុជាពិតជាអាចរក្សានៅអព្យាក្រឹតចំពោះនយោបាយរបស់ខ្លួនដោយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះកម្ពុជានឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីអាមេរិកតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែច្រើនជាពិសេសក្នុងស្ថានភាពដែលកម្ពុជាកំពុងតែជាប់គំនាបពន្ធដ៏ធ្ងន់ធ្ងររបស់អាមេរិកក្នុងពេលនេះលោកសេសុជាតិបន្តថាបើកម្ពុជានៅតែអាចទទួលបាននូវការអនុគ្រោះពីអាមេរិកក្នុងការចាប់យកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចពាណិជ្ជកម្មបន្តទៀតចិនក៏នៅតែផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជាក្នុងការសហការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែរដូច្នេះកម្ពុជានៅតែអាចទទួលបានផលប្រយោជន៍ទាំងសងខាងនិងមិនបង្កចំនួនរវាងអាមេរិកនិងចិនថែមទៀតលោកសេសុជាតិបន្តថាផ្ទុយទៅវិញបើកម្ពុជាបង្ហាញចំហជិតស្និទ្ធឬរក្សាគម្លាតម្ខាងនោះវាមិនត្រឹមតែនាំឲ្យកម្ពុជាបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនតែមួយមុខនោះទេប៉ុន្តែវាក៏នឹងនាំឲ្យកម្ពុជាធ្លាក់ជ្រៅទៅក្នុងវិបត្តិភូមិសាស្ត្រនយោបាយរបស់មហាអំណាចដែរឆ្នាំ2025នេះកម្ពុជាចិនបានធ្វើសមយុទ្ធនាមាសរួមគ្នាជាលើកទី7ដែលបែងចែកជាពីរផ្នែកក្រោមប្រធានបទប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌ផ្នែកទី1គឺប្រតិបត្តិការនៅលើដីគោកនិងនៅលើអាកាសចាប់ពីថ្ងៃទី14ដល់ថ្ងៃទី28ខែឧសភាឆ្នាំ2025នៅមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំជុំសែនរាជរាយក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងចំណែកឯផ្នែកទី2គឺប្រតិបត្តិការសមយុទ្ធកងទ័ពជើងទឹកនិងអាកាសចាប់ពីថ្ងៃទី14ដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025នៅលើផ្ទៃសមុទ្ររបស់កម្ពុជាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទលោកវងពិសេនបានលើកឡើងនៅក្នុងពិធីបើកជាផ្លូវការនៅសមយុទ្ធនាមាសកាលពីថ្ងៃទី17ខែឧសភាឆ្នាំ2025នេះថាសមយុទ្ធនាមាសរវាងកម្ពុជានិងចិនបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដែលមិនអាចឲ្យបរទេសណាមួយមកបំបែកបានឡើយលោកវងពិសេសបន្តថាសមយុទ្ធនេះក៏បានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ដែរថាទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយក៏ចំណងមិត្តភាពដៃថែបរវាងប្រទេសទាំងពីរកាន់តែរឹងមាំជាប់ជានិច្ចនិងបន្តរីកចម្រើនឥតឈប់ឈរតទៅមុខទៀតសមយុទ្ធនាមាសឆ្នាំ2025នេះមានកម្លាំងទ័ពកម្ពុជាចិនសរុបជាង 2000 នាក់ចូលរួមក្នុងនោះកងទ័ពរំដោះប្រជាជនចិនមានជាង 800 នាក់ចាប់តាំងពីឆ្នាំ2016មកកម្ពុជានិងចិនបានធ្វើសមយុទ្ធរួមគ្នាចំនួន7លើករួចមកហើយស្របពេលដែលសមយុទ្ធរវាងកម្ពុជានិងអាមេរិកត្រូវបានអាក់ខានដោយសារតែកម្ពុជាបានសម្រេចជាឯកតោភាគីក្នុងការផ្អាកនៃការធ្វើសមយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកកាលពីឆ្នាំ2017ប៉ុន្តែនៅពេលនេះកម្ពុជានិងអាមេរិកបានឈានទៅដល់ការយល់ព្រមធ្វើសមយុទ្ធរួមគ្នាឡើងវិញហើយមន្ត្រីជាន់ខ្ពស់របស់កម្ពុជានិងអាមេរិកបានពិភាក្សាគ្នាក្នុងការចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថាឆ្មាំអង្គរការអះអាងនេះគឺធ្វើឡើងនៅក្នុងជំនួបរវាងឧត្តមសេនីយ៍ម៉ៅសុផាន់មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយនឹងលោក Ronald P. Clark មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ Pacific ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាលោក Ronald P. Clark និងលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក៏បានពិភាក្សាគ្នាលើបញ្ហានេះនៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2025ប៉ុន្តែភាគីទាំងពីរនៅមិនទាន់បានកំណត់កាលបរិច្ឆេទថាពួកគេនឹងចាប់ផ្ដើមធ្វើសមយុទ្ធឆ្មាំអង្គរនេះនៅពេលណាឲ្យប្រកាសនៅឡើយទេដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Method សូមលោកអ្នកនាងចុចយកពាក្យ Credit ឬ Debit រួចបំពេញ Email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច Postal Code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួច
សូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ